ឡខ្ញុំភ្ញាក់ឡើងខ្ញុំភ្ញាក់អ្នកភ្ញាក់អ្នកភ្ញាក់អ្នកភ្ញាក់តើមានអ្វីកើតឡើងប្រញាប់ឡើងតើក្មេងទំនើងនេះនៅណាគាត់តែងតែសុំឲ្យអ្នកមកទីនេះការពិតទៅកុំធ្វើដោយក្មេងទំនើងដាក់ស្រីក្នុងកំពូលតូចយើងតើខ្ញុំអាចធ្វើដោយក្មេងទំនើងដោយរបៀបណាមិនត្រឹមត្រូវនៅពេលដែលព្រះច័ន្ទចេញមកដំបូងយើងបានឃើញវាលដ៏ធំនៃផ្កាពណ៌ដើមកំណើតរបស់បុគ្គលនេះមិនទាន់ដឹងនៅឡើយទេប្រហែលជាគាត់ជាចារកម្មគ្រាន់តែទូរស័ព្ទទៅប៉ូលីសហើយបង្ខំគាត់ធីឆេងបង្ខំគាត់វាត្រូវបានគេរកឃើញថារាងកាយមានគ្រោះថ្នាក់តើអាចធ្វើដំណើរតាមប្រព័ន្ធពីរដុំបានទេពាក់សឺពីរដុំក្នុងទសវត្សរ៍ឆ្នាំ1970ប្រសិនបើហៅអាចស្លៀកពាក់ក្នុងរយៈពេល5ឆ្នាំនោះខ្ញុំនឹងមិនខ្លាចជាអ្នកមាននោះទេវត្ថុបុរាណដែលមានតម្លៃខ្ពស់ក៏ពោកមាននៅគ្រប់ទីកន្លែងក្នុងសម័យនេះទោះបីមិនអាចទទួលយកបានក៏ដោយសូមព្រះមេត្តាប្រោសឲ្យខ្ញុំនៅទឹកភ្នែកនិងភ្នែកដ៏ខ្វក់របស់ចិនកុំឲ្យលោកបានលុយបន្តិចបន្តួចវាត្រូវបានគេនិយាយថាប្រព័ន្ធលម្អិតទាំងពីរត្រូវបានបើកដោយជោគជ័យនិងបានធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅអត្តសញ្ញាណបច្ចុប្បន្នរបស់មេនៅឆ្នាំ1977គាត់ជាសាច់ញាតិជិតស្និទ្ធរបស់ឃុំដាពីងកងសូមអបអរសាទរចំពោះម្ចាស់ផ្ទះដែលទទួលបានអត្ថប្រយោជន៍ថ្មីថ្មោងបន្ថែមពីលើការទទួលបានក្រដាស់អត្រាអ្នកថ្មីគឺល្អអ្នកត្រូវដោះស្រាយបញ្ហាជាបន្ទាន់ឲ្យបានលឿនរួចប្រមូលតួអង្គទាំង5នោះត្រឡប់ទៅរកប្រាក់បានច្រើនតែខូឆេងខ្ញុំមិនស្វែងរកក្មេងទំនើងទេឃ្លានណាស់ចង់មក his shop ដើម្បីចាប់ត្រីបន្ទាប់មកតើអ្នកមានតម្លៃអ្វីខ្ញុំមិនមានតម្លៃទេនោះមិនមែនជាមនុស្សខ្វាក់ទេខ្ញុំជាសាច់ញាតិជិតស្និទ្ធប៉ុន្តែខ្ញុំមិនចង់ដឹងល្អជាងនេះទេតើខ្ញុំអាចមកភូមិរបស់អ្នកនៅពេលក្រោយបានទេប្រសិនបើអ្នកស្គាល់អត្តសញ្ញាណរបស់អ្នកនឹងមិនអាចទទួលបានរង្វាន់ទេបាទវាជាការល្អសម្រាប់កម្លាំងពលកម្មដែលនៅក្នុងភូមិបែបនេះបើមកទុកប្អូនស្រីតើគាត់ទៅណានឹងមិនមានផ្ទះបន្ថែមទេនាពេលអនាគតចិនពីអ្នកស្រីតូចម្នាក់បានមើលថែកូន2នាក់ជាយូរមកហើយមិនដែលមានបុរសនៅក្នុងគ្រួសារទេឲ្យនាងរស់នៅក្នុងផ្ទះរបស់អ្នកតើទំនៀមទម្លាប់ប្រពៃណីនេះសុទ្ធតែបរិសុទ្ធឬតើនេះសមរម្យទេអ្នកកំពុងគេងលើគ្រែតែមួយនៅថ្ងៃនេះហើយយើងទាំងពីរកំពុងដេកលើគ្រែដូចគ្នាមិនអីទេឆាប់ចូលគេងខ្ញុំនឹងទូរស័ព្ទទៅអ្នកបន្ទាប់ពីអាហារពេលព្រឹកនៅព្រឹកស្អែកទីបំផុតវាត្រូវបានដោះស្រាយខ្ញុំត្រូវរករបស់ចាស់ឲ្យលឿននៅថ្ងៃស្អែកដើម្បីយកមកលក់វិញក្រោកឡើងហើយញ៉ាំខ្ញុំឆ្អែតហើយខ្ញុំបានញ៉ាំរួចហើយអ្នកជាបុរសហើយមានចំណង់ចំណូលចិត្តធំអ្នកអាចញ៉ាំអាហារទាំង5ឬ5នេះស្ថានភាពមនុស្សនេះអន់ណាស់គាត់មិនអាចញ៉ាំបានគ្រប់គ្រាន់សម្រាប់បុរសអាយុ5ឆ្នាំហើយគាត់ក៏មានសម្លេងចាស់ដែរនិយាយអញ្ចឹងខ្ញុំឆ្អែតហើយញ៉ាំសាច់គ្រឿងអ្វីមួយពូមិនក៏ក្រអូបម្លេះវាមានក្លិនក្រអូបជាងម្ហូបចូលឆ្នាំចិនទៅទៀតយកខ្ញុំមកចែកគ្នាមើលបន្តិចអនុញ្ញាតឲ្យខ្ញុំបម្រើអ្នកខ្លះខ្ញុំនឹងមិនញ៉ាំវាទេវាថ្លៃពេកអ្នកអាចញ៉ាំវាបានញ៉ាំអីក៏មិនគួរមានជីវជាតិដែរបើអ្នកបែបនេះ
ហេតុអ្វីបានជាអ្នកយំ ទេខ្ញុំមិនដែលមានអ្វីដែលឆ្ងាញ់នោះទេ ខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នករងការរំលូតកូនដោយឥតប្រយោជន៍អ្នកបាននិយាយនៅពេលក្រោយថាអ្នកអាចថែរក្សាខ្លួនអ្នកជាមួយនឹងសាច់ទាំងអស់ តើវាពិតទេតើពូពិតជាអាចញ៉ាំអ្វីទាំងអស់ដែលគាត់ចង់បានជាការពិតណាស់យ៉ាងឈឺកំពុងចុះពីលើភ្នំអតិថិជនមិនត្រូវចេញទៅក្រៅទេ យ៉ានសុង នេះជារឿងដ៏ល្អមួយដែលមិនអាចមើលឃើញក្នុងសង្គមទំនើបបើមិនចង់ញ៉ាំទេយកខ្ញុំទៅអ្នកក៏គួរតែផ្ទេរវាដែរកុំទៅគ្រោះថ្នាក់ កុំបារម្ភបើខ្ញុំទៅជ្រូកព្រៃនឹងមានគ្រោះថ្នាក់ ឈប់ឡានទៅយ៉ាងលឿនទៅយ៉ាងលឿនឈប់ឡានយ៉ាងលឿនតើក្មេងតូចនេះជាអ្នកណាជ្រូកព្រៃស្មានទម្ងន់300ផោន នេះធ្វើឲ្យគាត់ចូលចិត្តលេងហ្គេមព្រៃពេលបុរសអ្នកមានឃើញដូច្នេះគាត់មិនអាចទៅទិញទំនិញឲ្យខ្ញុំបានទេគាត់ត្រឡប់ទៅរកថាមពលមហាសាលដែលបានសន្យាភ្លាមហើយប្រាប់គាត់លោកឆៃបានណែនាំពីការវិលត្រឡប់ទៅកាន់សម័យទំនើប វាដូចជាសុបិនចង់ត្រឡប់មកសាលត្រីរបស់ខ្ញុំម្ដងទៀតប្តីទាំងពីរនេះមិនទាន់បានចោទលោកគង់ជុនទៀតផង ខ្ញុំប្រហែលជាអាចលក់ហ្គេមរបស់ខ្ញុំទៅពួកគេក្នុងពេលឆាប់នេះខ្ញុំបានយកឧបករណ៍មកហើយចាំបញ្ជូនវាទៅយន្តហោះដែលរងចាំយូរមកវិញខ្ញុំនឹងសម្លាប់ជ្រូកព្រៃ ប្រញាប់ឡើងមកដល់ហើយមកទៀតមកបើម៉ាក់មិននៅទេឆាប់ចាក់ចេញទៅគ្រួសារដែលមានបទពិសោធន៍ដោយគ្មាននាងសុទ្ធតែស្ថិតនៅក្រោមស្បែករបស់គាត់វារឹតតែមិនអាចទៅរួចសម្រាប់អ្នកដើម្បីក្លាយជាឆ្នាំងដ៏ចម្លែកបែបនេះទៅមុខហើយកុំគេចនៅទីនេះតើនេះឈួតទេគាត់យកឆ្នាំងដាក់ដែកលើជ្រូកព្រៃគាត់ត្រូវបានផ្ទេរទៅស្លាប់តើមានអ្វីដែលអ្នកអាចជួយបានទេវាមិនមែនជាឈៀវម៉េងវិនដែលបានចាប់ផ្ដើមការប្រយុទ្ធនោះទេបើអ្នកមិនរើទេខ្ញុំនឹងលេងជាមួយអ្នកដោយការរំពឹងទុកថាមពលគឺមានកម្លាំងគ្រប់គ្រាន់វាពិតជាអាម៉ាស់ណាស់ដែលនិយាយថាខ្ញុំវាយពួកគេទាំងអស់រស់រាន់ឡើងប្រញាប់ឡើងធំកុំទៅទីនោះវាមានគ្រោះថ្នាក់តើអ្នកមិនអីទេពូជូសុខសប្បាយទេវាមិនអីទេយើងមានសាច់សម្រាប់ញ៉ាំយប់នេះមកបងស្រីមកគ្រប់គ្នាជ្រូកព្រៃញាប់ពូពិតជាសម្រាប់ជ្រូកមែនវាពិតជាអស្ចារ្យណាស់ពូរបស់ខ្ញុំទើបតែបង្វែរខ្ញុំមកឥឡូវនេះមនុស្សចូលចិត្តញ៉ាំក្បាលជ្រូកហើយចាប់ផ្ដើមជាមួយជ្រូកព្រះនាងបើចេះលក់បេះដូងជ្រូកក្បាលពស់មិនអាចលក់យកលុយរៀបការបានទេកុំយករបស់ទាំងនេះមកពេលក្រោយប្រធានក្រុមតើអ្នកបែងចែកសាច់ជ្រូកដោយរបៀបណាជ្រូកព្រៃនេះត្រូវបានសម្លាប់ដោយដើមឈើព្រះអាទិត្យយោងតាមច្បាប់របស់សមូហភាពយ៉ាខូគាត់ត្រូវបានសម្លាប់ដោយជ្រូកព្រៃពាក់កណ្ដាលខាងលើនិងខាងក្រោមគួរតែត្រូវបានបែងចែកស្មើគ្នាក្នុងចំណោមគ្រួសារតើមានអ្នកណាជំទាស់ទេគ្មានការជំទាស់ទេសត្វសាហាវនេះមានច្រើនជាង300បំណែកគាត់ត្រូវបានបែងចែកជាពីរគាត់គ្រាន់តែដឹងថាគាត់បានលេងជាមួយគាត់ហើយអ្នកមិនមានបញ្ហាក្នុងការលេងជាមួយគាត់ទេខ្ញុំទើបតែសង្គ្រោះគាត់អ្នករត់យ៉ាងលឿន មិនហ៊ានលោតចេញឥឡូវពេលចែកជ្រូកនោះជាយោបល់របស់យើងប្រសិនបើវាមិនមែនសម្រាប់ហ្គេងឈីទេទុកឲ្យតែអ្នកស៊ីសាច់ទេនរណាម្នាក់អាចត្រូវជ្រូកព្រៃចាប់បានហើយសម្លាប់ដោយស្នូពន្លឺតើអ្នកយល់យ៉ាងណាដែរចំពោះសត្វនេះខ្ញុំច្បាស់ជាមិនអាចបញ្ចប់ពាក់កណ្ដាលបានទេខ្ញុំអាចផ្លាស់ប្ដូរអ្វីមួយខ្ញុំនឹងទៅឲ្យបង្វិលឥឡូវនេះវាគ្រប់គ្រាន់ក្នុងការទិញសម្ភារៈមួយចំនួនអ្នករាល់គ្នាគ្រួសារយើងច្បាស់ជាមិនសប្បាយចិត្តនឹងការញ៉ាំសាច់ជ្រូកនេះប្រសិនបើអ្នកត្រូវការសាច់តែព្រៃអ្នកអាចយកអ្វីមួយមកខ្ញុំជាធ្នូនឹងការបានបើមានរបស់ហូបឬផឹកឬមានរបស់ចាស់នៅផ្ទះតើលោកពូអាចផ្ដល់របស់ល្អខ្លះនៅផ្លូវទី5និងទី6ជាធ្នូនឹងពួកគេបានទេផ្លាស់ប្ដូរចុះបើខ្ញុំមានអណ្ដើកពីរនៅទីនេះអណ្ដើកក៏ជាវត្ថុភាគច្រើនដែរផ្លាស់ប្ដូរ
ប្រធានក្រុមថ្ងៃស្អែកខ្ញុំនឹងអញ្ជើញនរណាម្នាក់ឲ្យទៅជួបមិត្តរបស់ខ្ញុំឲ្យក្បាលជ្រូកនិងពោះជ្រូកបេះដូងជ្រូកហូបខ្ញុំនឹងចែកសាច់ខ្លះហើយអាហារដែលនៅសល់នឹងក្លាយជាមាសសាច់ជ្រូកនឹងធ្វើជាទឹកស៊ុបសម្រាប់អ្នករាល់គ្នាផឹកយើងមិនបានឬក្លិនទេពូបានអញ្ជើញខ្ញុំទៅញ៉ាំសាច់ជ្រូកនិងស៊ុបជ្រូកវាគួរឲ្យស្រឡាញ់ណាស់ដេមវាពិបាកណាស់ពូលោកនេះគឺយើងម្ចាស់ស្ត្រីរបស់យើងបរិភោគព្រះនាងច្បងនិងអ្នកអុកញ៉ាច្បងព្រះនាងនៃឪពុកច្បងនិងគ្រួសារអ្នកអុកញ៉ាពិតជាសាច់ញាតិជិតស្និទ្ធពេលភ្ញាក់ពីដំណេកខ្ញុំនឹងខ្ចប់របស់អ្នកអាចយកសាច់ខ្លះមកជាមួយអ្នកគ្រាន់តែយកក្បាលជ្រូកមកកាត់ក៏ជូរពេកក៏មិនអីដែរមិត្តភ័ក្តិរបស់ខ្ញុំដែលមិនមានចំណេះដឹងចូលចិត្តញ៉ាំគ្រឿងតុបតែងទាំងនោះនាំយកគ្រឿងផ្សំបងប្រុសខ្ញុំរួចរាល់ហើយខ្ញុំធ្វើម្ហូបខ្លះខ្ញុំឃ្លាននៅតាមផ្លូវខ្ញុំមានថ្នាំលាបសក់នៅទីនេះសូមជួយខ្ញុំជាមួយវាខ្ញុំមិនអាចប្រើវាបានទេយកវាទៅផ្លូវគ្រួសារក្រីក្រតំបន់បរបាញ់ជ្រូកព្រៃតើវាដើម្បីឲ្យយើងអាចបរិភោគសាច់របួសឬនោះជាសិទ្ធិបន្ទាប់មកកុំភ្លេចប្រាប់មិត្តភ័ក្តិរបស់អ្នកថាអ្នកមានគ្រួសារមានកន្លែងសម្រាប់ជើងរបស់ខ្ញុំក្មេងស្រីសម័យនេះពិតជាសំណាងណាស់វាងាយស្រួលណាស់ក្នុងការមានកន្លែងទំនេរប្រព័ន្ធបញ្ជូនខ្ញុំត្រឡប់ទៅសម័យទំនើបវិញខ្ញុំគិតថាជើហ្វៃត្រឡប់មកវិញហើយតើអ្នកមានអ្វីដែលឆ្ងាញ់ទេវាពេញមួយថ្ងៃដោយគ្មានខ្ញុំមិនបានចាប់ត្រីមួយក្បាលទេខ្ញុំឃ្លានណាស់កុំប្រាប់ខ្ញុំថាមានរបស់ល្អនៅទីនេះតើក្បាលជ្រូកព្រៃធំពិតប្រាកដចាត់ទុកជារឿងល្អមែនទេតើពិតទេខ្ញុំចង់ឲ្យវាคล้ายតើអ្នកមិនបាននិយាយពីយឺលូនិងកងឈឺមឹងទេមកមើលជាមួយខ្ញុំអ្នកនឹងដឹងវាហាក់ដូចជាគាត់បានរងរបួសនៅពេលនេះហើយនៅតែស្រស់នេះពិតជាបន្លាព្រៃមែនវាមិនមែនជាអ្វីដែលនរណាម្នាក់អាចរកមើលនៅយប់នេះទេធ្លាប់មានផ្ទះព្រៃនេះគឺជាហ្វូងមនុស្សអាក្រក់ពីច្រើនទសវត្សរ៍មុនមែនទេតើអធិរាជនេះក៏ព្រៃដែរគាត់ត្រូវតែព្រៃខ្ញុំចង់បានប៉ុន្តែខ្ញុំចង់បានខ្ញុំមិននឹកស្មានថាថ្ងៃនេះនឹងមានការភ្ញាក់ផ្អើលបែបនេះទេបងប្រុសអ្នកណាបង្ហាញមុខខ្សែចែកគ្នាមើលផងអ្នកនឹងរកពិន្ទុជាមួយខ្ញុំនៅយប់នេះអញ្ចឹងអ្នកអាចរកពិន្ទុបានបន្តិចលើក្បាលជ្រូកនេះគ្មានបញ្ហាទេបសតើអ្នកអាចឲ្យខ្ញុំប្រយុទ្ធបានទេខ្ញុំចង់សួរថាតើរឿងព្រៃនេះមានចំនួនឬអត់ដើមឡើយខ្ញុំនឹងឲ្យវាទៅភោជនីយដ្ឋានព្រះមហាក្សត្ររបស់អ្នកមិនមានច្រើនទេចុះឯងឲ្យក្បាលជា1000បូកនឹងបេះដូងជ្រូកនិងពោះជ្រូកឲ្យខ្ញុំសរុប3000តោះបងថ្លៃនេះមានរសជាតិបាទរឿងទាំងនេះគឺមិនចង់បានសរុបចំនួន9000យន្តបូកនឹងការផ្ទេរប្រាក់តែមួយគត់រវាងអធិរាជនិងធនាគារឈឺរអ្នកណាថាក្នុងខែកញ្ញាឆ្នាំ1977ខ្ញុំរកបាន9000យន្តក្នុងរយៈពេល2ថ្ងៃក្នុងដំណើរទស្សនកិច្ច3លើកន្លងមកខ្ញុំគិតថាវាត្រូវចំណាយពេល2ខែដើម្បីផ្ទេររបស់ទាំងនេះបន្ទាប់ពីសាលាទឹកត្រូវបានបំផ្លាញគួរឲ្យអាណិតណាស់ដែលខ្ញុំមិនបានយកវត្ថុបុរាណមកវិញលើកនេះបោះសៀងតោះទៅមុនរឿងទាំងនេះត្រូវដោះស្រាយឲ្យបានលឿនមែនទេអ្វីវាមានក្លិនល្អណាស់តើអ្នកកំពុងធ្វើអ្វីកុំបំផ្លាញស្ដេចព្រៃរបស់ខ្ញុំកំពុងរងចាំគាត់ដើម្បីបំពេញបន្ថែមនូវសុខភាពរបស់គាត់អ្នកអាចទុកស្ដេចនោះតែម្នាក់ឯងឥឡូវនេះសូមប្រឡេកមើលស្ដេចជាមុនសិនតើមានអ្វីខុសបងប្រុសយ៉ាងយករបស់អ្នកមិនបានទិញវាតាមអនឡាញទេមែនទេទេនេះជាអ្វីដែលខ្ញុំបានប្រមូលនៅក្នុងភូមិមួយពីមុនហើយមើលទៅល្អខ្ញុំបានប្រើវាមើលទៅដូចជាវត្ថុបុរាណរូបរាងនិងពណ៌គឺដូចគ្នានឹងមួយដែលលក់ដោយ Social Auction House កាលពីប៉ុន្មានឆ្នាំមុនតើវត្ថុនេះមានតម្លៃប៉ុន្មានរាប់ម៉ឺនគឺតូចពេកនៅពេលដែលគំរូតូចវាកាន់តែធំនេះជារឿងកំប្លែងអ្វីដែលខ្ញុំប្រមូលដោយចៃដន្យពីកសិករនិងមិនមែនជាអាហារកក់តម្លៃរាប់លានដុល្លារនោះទេតើអ្នកប្រមូលវាក្នុងតម្លៃប៉ុន្មាន500,000អូ500,000អត់ទេបងតើដឹងទេបើយប់នេះពិតជាថ្លៃប៉ុន្មានបើវាពិតគាត់នឹងចំណាយរាប់សិបលាន
បាទអ្នកខ្លាំងណាស់ស្ដាប់អ្វីដែលខ្ញុំនិយាយអ្នកពិតជាពូកែគាំទ្រខ្ញុំណាស់អ្នកល្អណាស់ ប៉ុន្តែកុំនិយាយអាហាររបស់អ្នកគឺឆ្ងាញ់ណាស់ អ្នកមិនច្រឡំទេតើនេះអាចទៅរួចដោយរបៀបណា ចាំតតែខ្ញុំហៅនរណាម្នាក់មកមើលជំរាបសួរបងប្រុសយក ខ្ញុំបានរកឃើញអ្វីដែលល្អប៉ុន្តែខ្ញុំមិនប្រាកដថាតើអ្នកគួរតែមកលើ មិនអីទេបន្ទាប់មកខ្ញុំនឹងរើសនរណាម្នាក់ហើយខ្ញុំនឹងមកនៅពេលក្រោយ ភ្នែករបស់យាយជីនៅតែពោលខ្លាំង ពេលឡើងទៅឃើញថាដូចយប់មិញតើវាពិតទេខ្ញុំនឹងមើលជាមុនសិន តើនេះមិនមែនជាការពិតទេនេះគឺជាចានដែលអ្នកទើបតែផ្ដល់ឲ្យខ្ញុំ វាពិតជាងនេះទៅទៀតវានៅតែជាផលិតផលពិតដែលនៅដដែលខ្ញុំឃើញថាមានប្រេងខ្លះនៅលើវាហាក់ដូចជាបងប្រុសយ៉ែងក៏ជាអ្នកជំនាញម្នាក់ដែរគាត់ក៏ដឹងពីរបៀបធ្វើជាម្ចាស់យ៉ែងហូបផងដែរប្រេងនេះនិងប្រេងនោះធ្វើឡើងដោយគាត់ពេលកំពុងបរិភោគគាត់គ្រាន់តែនាំពួកគេទៅភ្លក្ស សាកល្បងត្រីផ្កាថ្មីឆ្វេនរបស់អ្នកខ្ញុំឮថាចានធំមានតម្លៃជាង10លានអ្នកអាចនាំវាទៅភ្លក្សរសជាតិ ខ្ញុំមិនដឹងថាចាននេះមានតម្លៃប៉ុណ្ណាទេយាយជីតារបស់នេះមានតម្លៃប៉ុន្មានតើអ្នកមានវិធីលក់វាទេផ្ដល់ឲ្យខ្ញុំនឹងឲ្យវា10លានហើយផ្ញើវាទៅដេញថ្លៃខ្ញុំគិតថាវានឹងលក់កាន់តែច្រើនប៉ុន្តែពេលវេលាគឺយូរណាស់លើយូជី ខ្ញុំថាខ្ញុំនឹងឲ្យអ្នកមើលវាមួយរយៈប៉ុន្តែខ្ញុំមិនអនុញ្ញាតឲ្យអ្នកទទួលវាទេប៉ាខ្ញុំក៏ចូលចិត្តរឿងនេះដែរហើយខ្ញុំបានរកឃើញរឿងកំប្លែងនេះជាលើកដំបូង ឬគ្រាន់តែផ្ដល់ឲ្យខ្ញុំតើអ្នកមានមុខប៉ុន្មានខ្ញុំទៅតែមកទីនេះដើម្បីនៅជាមួយគ្នា តោះធ្វើបែបនេះខ្ញុំនឹងបន្ថែម500,000ដល់អ្នកដែលបង្កើនគុណធម៌របស់ពួកគេខ្ញុំនឹងបន្ថែម1លានប្រសិនបើអ្នកបន្ថែមមួយបន្ថែមទៀតប្រញាប់ឡើងយាយជីបន្ទាប់មកខ្ញុំនឹងទទួលយកវា 1.5 លានអាស្រ័យអ្នកជាបំណែកបងប្រុសឆ្ងាយទុកឲ្យខ្ញុំនៅព័ត៌មានទំនាក់ទំនងរបស់អ្នកលើក្រោយមានរបស់ល្អកុំភ្លេចតាក់ទងមកខ្ញុំជាមុនខ្ញុំបានទៅទីនោះមុនគេវត្ថុឆ្កែនេះគឺពិតជា 11.5 លានអ្នកនឹងមិនកុហកខ្ញុំទេមែនទេ មិនមែនឆ្កែទេតើអ្នកមើលមកខ្ញុំដូចជាមនុស្សច្បាស់លាស់ទេផ្ដល់ឲ្យខ្ញុំ លុយត្រូវបានផ្ទេរទៅឲ្យអ្នកកុំភ្លេចពិនិត្យមើលវាខ្ញុំមានអ្វីដែលត្រូវធ្វើហើយខ្ញុំត្រូវចាក់ចេញមុនល្អ True Dell ចំពុក 11.5 លានវាហាក់បីដូចជាឈុនមីគឺជាការរស់ឡើងវិញរបស់ខ្ញុំឆ្នាំ1977ពិតជាមានការផ្ដល់ជូនច្រើន ខ្ញុំត្រូវទិញអ្វីមួយឲ្យលឿនត្រឡប់ទៅដូរគ្រឿងផ្គត់ផ្គង់សម្រាប់របស់ល្អខ្លះទៅនេះគឺជាកន្លែងតែមួយគត់ដែលអ្នកអាចស្វែងរកសម្លៀកបំពាក់ពីសតវត្សឆ្នាំ1980ខាងក្នុងត្រជាក់បន្តិចប៉ុន្តែមានបន្ទប់នៅខាងក្រៅថៅកែវាពិតជាល្អណាស់ Kuse ផ្ដល់ឲ្យខ្ញុំនៅស្បែកជើង G-Fan ចំនួន4គូនិងក្រែ4មិនអីទេគឺចង់ទិញអ្វីមួយបើអ្នកចង់បានអ្វីដែលប្លែកនិងចម្លែកវាល្អបំផុតប្រសិនបើវាជារបស់ដែលមនុស្សចាស់ក្នុងភូមិចូលចិត្តបន្ទាប់មកអ្នកបានមកដល់កន្លែងដែលត្រឹមត្រូវចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះរបស់ល្អមនុស្សសម័យថ្មីប្រហែលជាគិតថាវត្ថុនេះវាញញៃប៉ុន្តែសម្រាប់ប្តីរបស់ខ្ញុំដែលរស់នៅក្នុងឆ្នាំ1977ម្ជុលនីតិខុដៅមានតម្លៃណាស់ផ្ដល់ឲ្យខ្ញុំនៅចានមួយប្រព័ន្ធត្រឡប់មកវិញឆ្នាំ1977ត្រជាក់ចុះតើខ្ញុំអាចប្រើវាម្ដងក្នុងមួយថ្ងៃបានទេខ្ញុំបានទិញគ្រប់គ្រាន់ហើយឬនៅខ្ញុំនឹងត្រឡប់មកវិញប៉ាមកវិញហើយតើខ្ញុំខ្លាចជាឪពុកដោយរបៀបណាការចុះឈ្មោះគ្រួសាររបស់អ្នកត្រូវបានផ្លាស់ប្ដូរចាប់ពីពេលនេះទៅអ្នកនឹងក្លាយជាមេគ្រួសារខ្ញុំនឹងឲ្យកូនទាំងពីរកែតម្រង់ខ្ញុំចង់បានកន្លែងស្នាក់នៅតែហេតុអ្វីបានជាមានប្រពន្ធកូន